នេះជាទីគោរពសូមទោសដោយសារយើងស្អកកបន្តិចសូមនិយាយមុនគេខ្លាចគេទៀតនិយាយអត់ចេញបាទក្នុងមួយឆ្នាំកន្លងទៅនេះប្រធានបទភូនិងរបស់គណៈបកយើងខ្ញុំតំណាងឲ្យព្រះប្រធានព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍយើងបានមើលឃើញថារដ្ឋាភិបាលចាប់ផ្ដើមដំណើរមួយឆ្នាំនេះខិតខំប្រឹងមែនទែនហើយពួកយើងទាំងប្រតិភូទាំងតំណាងនេះក៏បានចុះទៅមូលដ្ឋានមើលនៅសកម្មភាពរបស់ថ្នាក់ក្រោមជាតិកំពុងតែអនុវត្តហើយយើងមើលឃើញថារាជរដ្ឋាភិបាលបានដាក់យន្តការថ្មីល្អប្រតិភូយើងខ្ញុំសូមសរសើរប៉ុន្តែនៅក្នុងនោះមានការអនុវត្តមួយចំនួនដែលវាមិនប្រក្រតីខ្ញុំសូមលើកកន្លងទៅដែលពួកយើងខ្ញុំបានចុះទៅមូលដ្ឋានមានករណីដីធ្លី2ស្តៀងគ្នាប៉ុន្តែការអនុវត្តច្បាប់ខុសគ្នាមួយនៅឃុំជំនិចស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំប្រជាពលរដ្ឋចូលទៅវែងដីធ្លីមានទំនាស់មកដល់ពេលនេះមិនទាន់កាត់ប្លង់ឲ្យគ្នាទេប្តឹងគ្នារហូតដល់ស្រុកពួកខ្ញុំតាមដានការងារនេះជាប់ដោយឡែកនៅខេត្តតាកែវឃុំបាកានស្រុកព្រៃកាបាហេតុអីដីកំពុងមានទំនាស់មេឃុំបានកាត់ដីនោះឈើជាប្លង់ហើយប្លង់យើងទៅមានទៀតសោតនៅពេលដែលយើងខ្ញុំទៅដល់គាត់បានយកប្លង់ហ្នឹងតែមិនទាន់មានហត្ថលេខាវាយត្រាចេញពីក្រសួងមកឲ្យខ្ញុំមើលថាដីហ្នឹងបិទការតវ៉ាសួរថានេះគឺជាការអនុវត្តនឹងយន្តការមួយដែលឲ្យអស់ចិត្តទេតែអំណាចនៅមូលដ្ឋានមេភូមិមេឃុំមានសិទ្ធិញែកអាចធ្វើអីក៏បានហើយនឹងប្រជាពលរដ្ឋក្រីក្រគ្មានសិទ្ធិអំណាចបិទការតវ៉ាខ្ញុំគិតថារាជរដ្ឋាភិបាលក៏ចង់ដឹងទស្សនៈទាននៃការអនុវត្តទូរបស់មន្ត្រីមូលដ្ឋានដែលគាត់ធ្វើមិនត្រឹមត្រូវហើយគណៈបកយើងខ្ញុំក៏បានធ្វើទស្សនៈទាននឹងកែតម្រូវជាថ្មីជូនទៅសម្ដេចទឹកបដីមួយទៀតនៅវិស័យកសិកម្មយន្តការថ្មីរបស់ក្រសួងសហការកសិកម្មយើងគ្រប់គ្រងឃើញគាត់សកម្មចុះទៅមូលដ្ឋានគៀងគរកសិកម្មបែបសហគមន៍ប៉ុន្តែគណៈបកយើងខ្ញុំបានចុះទៅឃើញយន្តការនោះល្អប៉ុន្តែការអនុវត្តដោយសារមានបពុនិយមមានន័យថាគាត់ឲ្យប្រធានសហគមន៍មួយធ្វើការងារគាត់ប្រមូលតែបងប្អូនកូនក្មួយគាត់យកមកធ្វើហើយប្រជាពលរដ្ឋដែលគាត់ធ្វើកសិកម្មដែរខ្ញុំមិនដឹងថាក្រសួងត្រូវការលុយដែរទេពេលតែចូលជាសមាជិកត្រូវបង់លុយទៀតខ្ញុំឃើញថាយុទ្ធការល្អជួយដល់កសិករប៉ុន្តែការអនុវត្តទូចរបស់មន្ត្រីមូលដ្ឋានធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយរដ្ឋាភិបាលខំធ្វើល្អបែរជាមិនល្អគាត់យកអាការចំណេញតិចតួចរបស់គាត់នឹងធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយនេះគឺជាអ្វីដែលគណៈប្រតិភូយើងខ្ញុំបានចោះទៅមូលដ្ឋានបានដឹងហើយពួកយើងនឹងចាប់ពីពេលនេះយើងមានផតាងយើងមានតល័យកច្បាស់លាស់ដោយសារយើងចុះមួយឆ្នាំហើយពេលដើមដៃយើងមិនទាន់ហ៊ាននិយាយដោយសារយើងរាជរដ្ឋាភិបាលកំពុងតែធ្វើយើងកំពុងតែចោះដូចគ្នាតែពេលនេះប្រតិភូយើងខ្ញុំសូមចាប់ពីពេលនេះសូមបញ្ចេញមតិបាទសូមបញ្ចេញមតិក៏ត្រូវអីសូមអាដាមរៀមច្បងទាំងអស់ជួយណែនាំបំភ្លឺបន្ថែមព្រោះដោយសារយើងខ្ញុំមកទីនេះក៏រៀនសូត្រពីអាដាមលោកជំទាវទាំងអស់ផងដែរមួយទៀតមន្ត្រីមានអំណាចដោយប្អូនមួយគាត់ធ្វើខាងសំណង់គ្នាធ្វើការងារតិចតួចប្រើអំណាចគម្រាមប្តឹងដល់តុលាការគម្រាមយក PM មកចាប់ហើយក្នុងនាមគាត់ជារដ្ឋលេខាធិការមួយរូបគាត់មានសិទ្ធិមានលុយមកពីណាយើងខ្ញុំនឹងស្រង់ឈ្មោះមន្ត្រីដែលធ្វើការងារខុសដើម្បីដោយសម្ដេចធិបតីនិយាយថាអភិក្រមទាំង5ខ្ញុំជឿជាក់ថារដ្ឋាភិបាលក៏ចង់ធ្វើឲ្យល្អដែរហើយក្នុងនាមគណៈបកហ៊ុនស៊ីមពេចមានអាសនៈ5កៅអីនិងប្រតិភូនៅទីស្តីការក៏ចូលរួមមួយរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរីកចម្រើនហើយនឹងជោគជ័យសម្រាប់អាណត្តិទី7ក្រោមការដឹកនាំរបស់សម្ដេចធិបតីហើយព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍជាព្រះប្រធានគណៈបកហ៊ុនស៊ីមពេចក៏បានចាប់ដៃជាមួយសម្ដេចធិបតីក៏ដូចជាសម្ដេចអគ្គមហាសេនាធិបតីដើម្បីជួយរដ្ឋាភិបាលផងដែរដោយលោកជំទាវឯកឧត្តមបានឃើញហើយ
ចឹងគណៈបកហ្វុនស៊ិមពេចយើងខ្ញុំនឹងបដិញ្ញាចិត្តចូលរួមដល់ជាទស្សនៈទាននៅភាពអវិជ្ជមានរបស់មន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលអនុវត្តខុសបំផ្លាញផលប្រយោជន៍នៃប្រទេសជាតិខ្ញុំមានតែ3នេះទេសូមអរគុណឯកឧត្តមលោកជំទាវទាំងអស់ជាទីគោរពជាចុងក្រោយសូមជូនពរទាំងពុទ្ធពរទាំង4ប្រការអាយុបណ្ណៈសុខៈពលៈគំបីគ្លៀងជាឡើយសូមអរគុណបាទសូមអរគុណ